កងទ័ពស៊ូដង់ប្រកាសថារាជធានីមិនគិតថ្លៃវីដេអូកងកម្លាំងប្រដាប់អាវុធស៊ូដង់បានយកមកវិញនៅអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង Khartoum ពីពួកសកម្មប្រយុទ្ធកងទ័ពស៊ូដង់ប្រកាសថារាជធានីមិនគិតថ្លៃវីដេអូ Sudan ប្រធានកងកម្លាំងប្រដាប់អាវុធស៊ូដង់ SAF និងជាមេដឹកនាំជាក់ស្ដែងនៃប្រទេសអាហ្វិកឧត្តមសេនីយ៍ Abdel Fattah al-Burhan បានប្រកាសទីក្រុង Khartoum ដោះលែងបន្ទាប់ពីទាហានរបស់គាត់បានដណ្ដើមយកអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីដែលហែកហួរដោយសង្គ្រាមពីកងកម្លាំងគាំទ្ររហ័ស RSF ឧត្តមសេនីយ៍ al-Burhan បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃពុធពីវិមានប្រធានាធិបតីដែលកងទ័ពដណ្ដើមបានមកវិញពីក្រុមអ្នកប្រយុទ្ធ RSF កាលពីថ្ងៃសុក្រសប្តាហ៍មុនវាត្រូវបានគេនិយាយថាជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំទៅកាន់វិមានប្រធានាធិបតីចាប់តាំងពីការប្រយុទ្ធដើម្បីគ្រប់គ្រងប្រទេសស៊ូដង់បានចាប់ផ្ដើមជិត2ឆ្នាំមុនលោកបាននិយាយថា Khartoum មានសេរីភាពវារួចរាល់ហើយដើម្បីអបអរសាទរពីទាហានដែលបានឡោមព័ទ្ធគាត់នេះបើយោងតាមរបាយការណ៍របស់បូកងទ័ពស៊ូដង់បានចែករំលែកវីដេអូរបស់ឧត្តមសេនីយ៍ Burhan ជាមួយនឹងចំណងជើងថាគាត់បានចុះចតនៅអាកាសយានដ្ឋាន Khartoum នៅលើជើងហោះហើរដំបូងដែលអាកាសយានដ្ឋានទទួលបានចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាមនៅពាក់កណ្ដាលខែមេសាឆ្នាំ2023នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាក្រុមប្រឹក្សាអធិបតេយ្យឲ្យភាពដែលកំពុងកាន់អំណាចនិង SAF បាននិយាយថាមេតបបានធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Khartoum និងវិមានសាធារណរដ្ឋបន្ទាប់ពីការរំដោះតំបន់នោះការប្រយុទ្ធគ្នារវាង RSF និង SAF បានផ្ទុះឡើងជុំវិញផែនការផ្លាស់ប្ដូរប្រទេសទៅជាការគ្រប់គ្រងស៊ីវិលចាប់តាំងពីពេលនោះមកមនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងអធិភាពការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិយាយថាចំនួននេះបានបង្កឲ្យមានវិបត្តិជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោកដោយប្រជាជនស៊ូដង់ពាក់កណ្ដាលប្រឈមមុខនឹងអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរអានបន្តកងទ័ពស៊ូដង់ដណ្ដើមយកវិមានប្រធានាធិបតីឡើងវិញវីដេអូកាលពីខែកុម្ភៈក្រុមទាហានប៉ារ៉ាបានចុះហត្ថលេខាលើធម្មនុញ្ញជាមួយក្រុមនយោបាយនិងប្រដាប់អាវុធសម្ព័ន្ធមិត្តដើម្បីបង្កើតរដ្ឋាភិបាលសន្តិភាពនិងឯកភាពនៅក្នុងប្រទេសដែលហែកហួរដោយជម្លោះវាបានកើតឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីឧត្តមសេនីយ៍ Burhan បានប្រកាសពីចេតនារបស់គាត់ក្នុងការបង្កើតរដ្ឋាភិបាលអ្នកថែរក្សាឬសម័យសង្គ្រាមផែនការរបស់កងជីវពលបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងទូលំទូលាយដោយសហភាពអាហ្វិកនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានព្រមានថាការបង្កើតរដ្ឋាភិបាលស្របគ្នានឹងប្រថុយនឹងការបែងចែកប្រទេសពីថ្នាក់រៀនរបស់សូវៀតទៅវិមានប្រធានាធិបតីរបៀបដែលសហភាពសូវៀតបានអប់រំមេដឹកនាំអាហ្វ្រិកអានបន្ថែមពីថ្នាក់រៀនរបស់សូវៀតដល់វិមានប្រធានាធិបតីរបៀបដែលសហភាពសូវៀតអប់រំមេដឹកនាំអាហ្វ្រិកកាលពីព្រឹកថ្ងៃពុធកងទ័ពនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានបើកការវាយលុកយោធាជើងគោកដ៏ធំបំផុតនៅទីក្រុង Khartoum ដោយចាប់យកទីតាំងយោធានិងស៊ីវិលនៅក្នុងទីក្រុងដែលពីមុនត្រូវបានកាន់កាប់ដោយយុទ្ធជន RSF នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក SAF បានចេញផ្សាយវីដេអូយន្តហោះគ្មានមនុស្សបើករបស់មនុស្សដែលខ្លួនអះអាងថាជាសមាជិកនៃ RSF ដែលកំពុងរត់ឆ្លងស្ពានឆ្លងកាត់ទំនប់ Jebel Aulia ភាគខាងត្បូងនៃទីក្រុង Khartoum ដែលត្រូវបានគេរាយការណ៍ថាឆ្ពោះទៅភាគខាងលិចនៃប្រទេសអ្នកអាចចែករំលែករឿងនេះនៅលើបណ្ដាញសង្គមតាមដានរដ្ឋធិអាតវិកស៊ូដង់អ្នកអានជាទីគោរពសូមអរគុណចំពោះការចូលរួមដ៏រស់រវើករបស់អ្នកជាមួយនឹងខ្លឹមសាររបស់យើងនិងសម្រាប់ការចែករំលែកទស្សនៈរបស់អ្នកសូមចំណាំថាយើងបានបដូរទៅប្រព័ន្ធផ្ដល់មកថ្មីដើម្បីទុកមតិយោបល់អ្នកនឹងត្រូវចុះឈ្មោះយើងកំពុងធ្វើការលើការកែតម្រូវមួយចំនួនដូច្នេះប្រសិនបើអ្នកមានសំណួរឬសំណូមពរសូមផ្ញើពួកគេទៅកាន់